វត្តថ្ងៃកំណើតអរគុណជូនពរពងណាបញ្ញាអរគុណមួយសួរមួយបាទអរគុណណានេះជារបស់កូនអរគុណថ្ងៃនេះលោកប៉ាផ្ដល់ឈាមមែនទេត្រូវហើយដោយសារការផ្ដល់ឈាមទើបគ្រួសារយើងបានជួបជុំគ្នាសប្បាយដូចនេះមកដល់ថ្ងៃនេះគឺ18ឆ្នាំហើយដែលប៉ាផ្ដល់ឈាមប៉ាចាំយ៉ាងច្បាស់ថាពេលថ្ងៃកំណើតកូនម៉ាក់កូនបានហូរឈាមច្រើនណាស់បានមិត្តភក្តិប៉ាក៏គេជួយផ្ដល់ឈាមដែរចាប់ពីពេលនោះមកប៉ាចាប់ដើមផ្ដល់ឈាមជាពិសេសទៅថ្ងៃខួបកំណើតរបស់កូនយើងគ្រប់គ្នាត្រូវតែក្លាហានស្ម័គ្រចិត្តផ្ដល់ឈាមជួយសង្គ្រោះជីវិតតោះរៀបចំកម្មវិធីទៅកូនផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតវត្តថ្ងៃកំណើតអរគុណជូនពរពងណាបញ្ញាអរគុណមួយសួរមួយបាទអរគុណណានេះជារបស់កូនអរគុណថ្ងៃនេះលោកប៉ាផ្ដល់ឈាមមែនទេ